Ok,สุดท้ายบองปอนต่างออกขึ้นนี่ไงนะខ្ញុំសូមបងប្អូនមកកន្លែងដែលផ្លាច់អារម្មណ៍មួយពពេញទៅដោយផ្កាធម្មជាតិបងប្អូនមិនមែនជាផ្កាគេដាំទេណាមិនមែនសួនផ្កាដាំទេអានេះគឺជាសួនផ្កាធម្មជាតិតែហ្មងនេះគឺនៅតាមជាប់ផ្លូវកស៊ូសំដៅទៅខាងព្រះវិហារបងប្អូនចេញពីខាងខេត្តកំពង់ធំមកគឺផ្លូវទៅខាងព្រះវិហារអានេះមិនមែនផ្កាគេដាំទេបងប្អូនផ្កាធម្មជាតិណានេះផ្កាធម្មជាតិពិតតែហ្មងហើយបើទំហំនេះខ្ទង់ប្រហែលជា2ហិកតាបងប្អូនផ្កាសតហ្មងហ្នឹងហើយសម្រាប់បងប្អូនដែលចង់មានដំណើរកម្សាន្តដើរលេងរកកន្លែងណាបធូបថយអារម្មណ៍តានតឹងណាមកជាមួយធីមមកជាមួយក្រុមមកបងប្អូនធានាឲ្យនេះមើលធម្មជាតិខាងក្រៅនេះគឺភ្នំបងប្អូនខាងក្រៅនេះគឺភ្នំហើយនេះគឺកន្លែងនេះគឺអាចបោះតង់បានឬក៏ដាក់អាត្រជាពី3កេះបានហើយកន្លែងនេះវិញគឺខ្ទមអានោងបងប្អូនខ្ទមផ្កាខ្ទមគេដាំអានោងហើយអត់ឆ្ងាយពីផ្លូវជាតិទេបងប្អូនបើនិយាយពីសុវត្ថិភាពមិនអីទេបងប្អូនបើសិនជាមកជាធីមមកសម្រាប់អីណាបោះតង់បោះអីគឺសុវត្ថិភាពល្អខាងនោះក៏មានផ្ទះប្រជាជនដែរហើយខាងនោះក៏ផ្ទះប្រជាជនជុំវិញតែប៉ុន្តែកន្លែងនេះគឺជាដីចម្ការដែលគេទុកចោលបងប្អូនដីចម្ការដែលគេទុកចោលអត់មានអ្នកដាំស្រូវអត់មានអ្នកដាំដំណាំអីណាក៏វាคล้ายជាសួនផ្កាមួយដ៏ស្រស់ស្អាតមែនទែនបងប្អូនសម្រាប់បងប្អូនដែលចង់ដើរលេងកម្សាន្តនេះគឺត្រូវបងប្អូននេះមកកន្លែងនេះមកមិនខុសបំណងទេចេញពីទីក្រុងខេត្តកំពង់ធំប្រហែលជាបើជិះម៉ូតូលេងណាហា1ម៉ោងកន្លះចុះប៉ុន្តែបងប្អូនដែលបើកឡានអាចជាកន្លះម៉ោងមកដល់ហើយនៅខាងស្ដាំដៃបងប្អូនគឺស្អាតមែនទែនឆ្ងាយបងប្អូននេះចូល2គីឡូហើយគិតពីទំហំផ្កាណាចូល2គីឡូបងប្អូនអូនឹកឃើញមានមកក្រំឬក៏នឹកឃើញអ្នកដែលចិត្តរៀបការបងប្អូនមកថតអីគេថតដាក់មុខរោងគេហៅគេ pre wedding ហ៎អូយត្រូវណាស់បងប្អូនអើយនេះស្អាតមែនទែនសម្រាប់បងប្អូនដែលចង់បានទេសភាពបែបប្លែកអារម្មណ៍ប្លែកបងប្អូនមកទីនេះមិនខុសបំណងទេធានាឲ្យតែហ្មងមកបោះតង់ក៏បានមកជាធីមមួយថ្ងៃហើយទៅវិញក៏បានបងប្អូនកន្លែងនេះគឺចំការនោងកន្លែងដាំនោងខ្ទមនោងស្អាតណាស់បងប្អូនអើយនេះខ្ញុំមកធ្វើការបងប្អូនមកធ្វើការដល់ពេលឃើញអញ្ចឹងខ្ញុំក៏វាសប្បាយចិត្តដែរណាវាហត់មួយថ្ងៃហើយជាងសម្រាប់វិការងារក៏ឆ្លៀតចូលលេងបានតិចនៅជាប់ផ្លូវជាតិដល់បងប្អូននេះនៅជាប់ផ្លូវជាតិទេអត់ឆ្ងាយផ្លូវជាតិទេអូខេបងប្អូនអូយនិយាយពីថាso fresh ណាអង់គ្លេសគេថា so fresh អូយសម្រាប់បងប្អូនដែលធ្វើការហត់នឿយពីការងារធុញថប់ពីការរស់ស៊ីធុញថប់ពីរឿងស្នេហាប្រុសបោកស្រីបោកអីហើយមកកន្លែងនេះមកធានាហ្មងធានាថាដាក់មួយកេះអស់មួយកេះដាក់2កេះអស់2កេះនៅហ្មងអត់តាណាទេអូខេបងប្អូនជួយចែករំលែកដើម្បីដឹងទីតាំងដើម្បីបងប្អូនសម្រាប់បងប្អូនដែលមានដំណើរកម្សាន្តទេណាអាចមកបាននេះមើលជាក់ស្ដែងស្អាតមែនទែនបងប្អូនអើយអត់ដឹងនិយាយថាមិនទេគាត់ថាអារម្មណ៍មួយដែលហត់មួយថ្ងៃមកដល់ពេលមកឃើញអញ្ចឹងគឺរំភើបដែរបងប្អូនគឺរំភើបដែរហើយនេះផ្លូវជាតិផ្លូវកស៊ូហ្មងអត់ឆ្ងាយផ្លូវកស៊ូទេខាងនោះគឺមានផ្ទះប្រជាជនខាងនេះក៏មានផ្ទះប្រជាជនជុំវិញដែរប៉ុន្តែមិនមែនជាកន្លែងអ៊ូអរទេគឺជាកន្លែងដែលវាស្ងាត់ដែរមិនមែនជាកន្លែងអ៊ូអរថ្លង់ទេអ្នកដែលរកកន្លែងស្ងាត់ដែលកំសាន្តនេះត្រូវបងប្អូនអូ so fresh បើសិនជាប្រពន្ធនៅក្បែរល្អនេះអូខេបងប្អូនជួយចែករំលែកដើម្បីឲ្យសម្រាប់បងប្អូនដែលមានដំណើរកម្សាន្តបានឃើញផងអរគុណច្រើនបងប្អូនបើសិនជាចង់ដឹងទីតាំងអាចឆាតសួរបានឬក៏ខមមិនខាងក្រោមបានអរគុណជម្រាបលាបាយបាយ